អាកាសត្រជាក់ធ្លាក់ជំនោរតាមព្រែកទឹកហូរសូររងំស្រណោះវេលស្រែខែកាត់យំម៉ែឪនៅជុំសក់សបាយថ្ងៃហើយនឹងយំកន្លងទៅបន្សល់ទុកនៅរឿងទាំងឡាយអ្នកស្លាប់បាត់បង់ទាំងរូបកាយអ្នករស់ខ្វល់ខ្វាយជាធម្មតាព្រះអង្គទ្រង់ញៀនមានដេចជាសម្ដែងប្រាប់ព្រះអនន្តថារទេះដែលចាស់បងទៅណាទៅបានដោយសារអមឫស្សីតថាគតចាស់ក្រឹមគ្រាហើយមនាលអនន្តអើយមានមុំអីដោយរទេះចាស់អមឫស្សីវស្សាឆ្នាំថ្មី80ហើយក្រោយព្រះអនន្តទ្រង់ចេញផុនពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផុតតាហាថ្ងៃត្រង់ហើយមានមិនកន្តើយកិលសាស្តាឆ្នាំសាញ់ខែមីថ្ងៃអាទិត្យពេញបរមីពិនថ្ងៃនោះណាព្រះអង្គទ្រង់ដាក់អាយុសង្ខារចំពោះមុខមាគ្រានោះឯងនៅនាបាវាលចេតីក្បែរវេសាល័យក្រៅកំផែងក៏ក្រើកធរណីគ្រប់កន្លែងផ្គរលឿនខ្វាត់ខ្វែងខ្ទោអាកាសក្រោយមកភិក្ខុជប់ជុំគ្នាអង្គព្រះភិក្ខវាទ្រង់បានត្រាសម្ដែងគាថាអស្ចារ្យណាស់រំលឹកយ៉ាងច្បាស់ត្រាស់អវានទ្រង់បានត្រាស់ថាសង្ខារទាំងឡាយតែងតែអន្តរាយវិនិច្ឆ័យខូចខានចូលអ្នកទាំងឡាយកុំបីប្រមាណប្រឹងប្រែងសង្វាតឲ្យសម្រេចការភាជតែស្មុំឆ្នាំងដាំដុតដោយដីតូចក្តីធំក្តីឆៅឆ្អិនយ៉ាងណាចង់ក្ររមែងតែមានកិរិយាបែកធ្លាយធម្មតានេះជាការប៉ិនយ៉ាងណាជីវិនសពសត្វនិកក្មេងចាស់មានក្រពេលឬបណ្ឌិនចង់ក្រោយរមែងតែងតែស្លាប់ប៉ិនបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតតថាគតមានប្រមាណទិញគោរពពាក្យពេចន៍ឥតកិច្ចកែប្រែពីថ្ងៃនេះទៅនៅត្រៀម3ខែតថាគតត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័សសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនវេលាចិត្តភ្លឺទ្រង់ចូលឈានហើយចូលនិព្វានកណ្ដាលព្រៃក្នុងខែពិសាខថ្ងៃអង្គារឆ្នាំសាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមីបរិស័ទប្រស្រីជុំត្រៀបត្រាទីត្រង់និព្វាននោះតាំងនៅក្បែរផ្លូវទៅក្រុងកុសិនារារាំងភ្នំមួយគូសាលព្រឹក្សាមានផ្ទាំងសីឡានៅចន្លោះកុំថាឡើយមនុស្សសយសកាសំបីទេវតាឋានទាំងអស់យំសោកបកប្រានស្ដែងស្រណោះលិនក៏ក្រៅអស់ភពផែនដីទីត្រង់និព្វាននោះឥឡូវមានស្ទប់តាំងនៅល្អប្រំប្រៃសំកិលទីដែលព្រះចន្ទស្រីនិព្វានលើដីកុសិនារាក្នុងស្ទប់មានព្រះបដិមាថ្មកសាងយ៉ាងល្អគួរជ្រះថ្លាតំណាងព្រះសំព្រះសាស្តាស្ដោកស្ដឹងកាយាសែនអាសូរអ្នកទៅដល់ពេទ្យចិត្តដិតជាំឃើញដោយព្រះសពនៅជ្រងោមានស្បង់ជីវរថ្វាយផ្លាស់ប្ដូរទឹកនេត្រាហូរនឹកព្រះអង្គនឹកហាក់ដូចជានៅថ្មីនឹកព្រះចន្ទស្រីប្រុសស្រោចស្រង់នឹកដល់ព្រះធัวល្អផរផង់នឹកទាំងព្រះសង្ឃអង្គសាវកចាប់តាំងពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះអរិយក្រមលុបព្រះធัวដល់ត្រជាផុតពីអន្ទាក់នៃពួកមីសូមឲ្យលោកអ្នកបានសូត្រស្ដាប់ប្រវត្តិសាស្ត្រព្រះភគវីបានសុខចម្រើនគ្រប់គ្នាកុំបីឃ្លាតឃ្លាគ្រាណាឡើយ